បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅមេរៀនបន្ទាប់ទាក់ទងនឹងការប្រើប្រាស់កម្មវិធី Microsoft Word 2024បាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការរក្សាទុកឯកសារដែលយើងដាក់ save ដោយយើងដាក់នៅសុវត្ថិភាពឬក៏យើងហៅថាដាក់កំណត់នៅ password ចឹងទៅបាទអញ្ចឹងដើម្បីធ្វើការកំណត់ password ឬក៏ដាក់ password នៅក្នុងឯកសាររបស់យើងមានពីរជម្រើសដែលអ្នកទៅប្រើបាទអ្នកនេះអាចធ្វើតាមវិធីសាស្ត្រនេះគឺទី1គឺអ្នកចុចលើ file មានថាយើងបើកកម្មវិធី Word ហើយយើងចុចលើពាក្យថា file មកហើយតទៅទៀតយើងចុចលើពាក្យថា save as នេះមកបាទហើយយើងរើសទីតាំងទុកចឹងទៅបាទអឺដាក់ឈ្មោះឯកសារចុចលើប៊ូតុង tool ប៊ូតុងមកហើយយើងជ្រើសរើសយកពាក្យថា general option ហើយយើងដាក់ password to open បាទយើងចុចប៊ូតុង OK យើងដាក់ password to modify អានេះយើងមានថាយើងដាក់ password ម្ដងទៀតគឺគេថា re-enter password ណាបាទហើយដល់ចុចលើ OK មកហើយយើងចុចលើប៊ូតុង save ហ្នឹងវានឹងជាប់ password ហើយអូខេតោះឥឡូវយើងទៅអនុវត្តទាំងអស់គ្នាបាទអញ្ចឹងយើងបើកនៅឯកសារមួយសិនបាទអញ្ចឹងខ្ញុំបើកឯកសារមួយសិនបាទអញ្ចឹងឯកសារមួយនេះនៅពេលដែលខ្ញុំបើកគឺអត់ទាន់មានជាប់ password ទេតែឥឡូវយើងធ្វើការដាក់ password អញ្ចឹងខ្ញុំចុចលើពាក្យ file បាទខ្ញុំទៅកន្លែងយកពាក្យថាsave as នេះមកបាទហើយខ្ញុំទៅកន្លែងពាក្យ browse បាទហើយខ្ញុំទៅកន្លែងពាក្យថា tool បាទហើយខ្ញុំទៅកន្លែងពាក្យថា general option បាទហើយខ្ញុំទៅ save ដាក់ចូលមកបាទអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំដាក់ password ឧទាហរណ៍ថាឥឡូវខ្ញុំដាក់1 3ចុះណាបាទអញ្ចឹងអ្នកនេះមើលពីរនេះខុសគ្នាគេថា file encrypt option for this document គេថា password to open អញ្ចឹងមានន័យថានៅពេលដែលវាជាប់ password នេះមានន័យថានៅពេលដែលយើងចុចបើកភ្លាមវានឹងទាមទារ password ហ្នឹងបាទអានេះមានថា password to open មួយទៀតគេថា file sharing option for the document កន្លែងនេះគឺមានន័យថានៅពេលដែលអ្នកនរធ្វើការដាក់ password នៅពេលអ្នកនរធ្វើការ share ឯកសារនៅលើ network អីចឹងទៅបាទនៅពេលដែលគេយកឯកសាររបស់យើងបានហើយគេត្រូវការ password ម្ដងមួយទៀតដើម្បីធ្វើការ edit ឯកសាររបស់យើងបានអញ្ចឹងគេថា password ដូច password ពីរតង់ណា authenticator បាទអញ្ចឹងនៅក្នុងកន្លែងនេះគឺខ្ញុំយកតែខាងលើនេះទេបាទហើយចុចអូខេអញ្ចឹងយក re-enter password មកអញ្ចឹង password ខ្ញុំដាក់ខាងមុខមិនគឺ password ខាងក្រៅក៏ដូចគ្នាអូខេបាទហើយខ្ញុំចុចលើប៊ូតុង save បាទហើយខ្ញុំបិទឯកសារចោលខ្ញុំបើកវិញម្ដងទៀតអញ្ចឹងវានឹងទារ password តាឥឡូវនៅពេលដែលវាទារ password ឧទាហរណ៍ថានៅពេលដែលខ្ញុំដាក់ឯកសារហ្នឹងវាជាpassword ខុសឧទាហរណ៍ថាដាក់ចេញមកអូខេអញ្ចឹងអត់ត្រូវអញ្ចឹងវានឹង disable ចោលអូខេតែឥឡូវខ្ញុំទៅបើកម្សិលទៀតឬក៏យើងអាចចុចនៅកន្លែងនេះបាទយើងចុច double click មកបាទចឹងដាក់ password ត្រូវមកអូខេតោះឥឡូវខ្ញុំបង្ហាញអំពីរបៀបនៃការដោះ password ទៅវិញដើម្បីលុប password អ្នកនេះទៅកន្លែងពាក្យ file បាទយើងទៅកន្លែងដដែលណា save as មក browse បាទហើយខ្ញុំទៅយកកន្លែងពាក្យថា tool បាទខ្ញុំយកកន្លែងពាក្យ general option អូខេតោះឥឡូវខ្ញុំលុបចោលចាំមើលថាខ្ញុំទៅលុបឲ្យចោលបើសិនលុបចោលទេវាជាប់ password ដែរអូខេតោះហើយចុចអូខេមកហើយ save អញ្ចឹងខ្ញុំធ្វើការបិទចោលបាទខ្ញុំបើកវិញម្ដងទៀតបាទអញ្ចឹងខ្ញុំបើកមួយមកទៀតគឺអត់មានជាប់ password ទេអូខេនេះគឺជារបៀបដាក់ password ទី1មួយទៀតយើងអាចទៅដាក់ password លឿនជាងហ្នឹងបាទផ្លូវកាត់តែរយៈពេលខ្លីបាទគឺអ្នកនេះចុចលើពាក្យ file អ្នកនេះយកកន្លែងពាក្យថា info បាទ info ឡើងនេះណាបាទ info ហើយអ្នកនេះយកកន្លែងពាក្យថា protect document អញ្ចឹងនៅក្នុងកន្លែង protect document ហ្នឹងយើងចុចមកយើងធ្វើការយកពាក្យ encrypt with password មកបាទ encrypt with password មកអូខេចុចលើវាមួយមកហើយខ្ញុំដាក់ password មកឧទាហរណ៍ password 1 3ចុះណាបាទហើយខ្ញុំធ្វើការ re-enter password មកអូខេ1 3ទៀតមកហើយខ្ញុំចុចលើប៊ូតុង save បាទអញ្ចឹងខ្ញុំ password របស់យើងឯកសាររបស់យើងគឺត្រូវបាន protect ហើយអញ្ចឹងខ្ញុំខ្វែងចោលទៅខ្ញុំ save អូខេយើងទៅបើកម្សិលទៀតអញ្ចឹងវាជាប់ password ខ្ញុំដាក់ password ខុសអត់ចេញដូចគ្នាបាទឥឡូវខ្ញុំទៅបិទវាចោលបាទខ្ញុំទៅបើកម្ដងទៀតខ្ញុំដាក់ password ឲ្យត្រូវអូខេ1 2 3មកហើយចុចលើប៊ូតុងអូខេតោះអានេះគឺជារបៀបនៃការដាក់ password ទី2អញ្ចឹងយើងអាចដោះ password ទៅវិញគឺយើងទៅធ្វើដូចគ្នាអ្នកនេះណាអញ្ចឹងមិនថាអ្នកនេះចូលទៅកន្លែងណាអ្នកនេះទៅដាក់ password ទៅកន្លែងណាអ្នកនេះទៅដោះ password នៅកន្លែងហ្នឹងបាទតោះឥឡូវខ្ញុំទៅកន្លែងពាក្យថា file ខ្ញុំយកកន្លែងពាក្យ info នេះ protect document អញ្ចឹងខ្ញុំចុចកន្លែងនេះមួយមកខ្ញុំយកកន្លែងពាក្យថា encrypt with password ទៀតមកអូខេអញ្ចឹងខ្ញុំនឹងឃើញអាសញ្ញាចុច3នេះគឺមានថាជា password ដែលខ្ញុំមកបញ្ចូលអញ្ចឹងខ្ញុំលុបវាចោលទៅហើយចុចអូខេ
ខេអញ្ចឹងយើងចប់ខ្ញុំ save មកបាទហើយបិទចោលតោះឥឡូវខ្ញុំបើកវិញមកបាទអញ្ចឹងលែងមាន password ហើយអញ្ចឹងថ្ងៃនេះយើងបានរៀនតាក់ទងទៅនឹងរបៀបនៃការកំណត់ password ឬក៏ដាក់ password ទៅលើឯកសាររបស់យើងសូមចាំជួបគ្នានៅមេរៀនបន្ទាប់ទៀតសូមអរគុណសូមជម្រាបលា